ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម Facebook និង YouTube ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយគឺឆាគ្រឿងខ្យងបងប្អូនហើយបងប្អូនខ្យងនេះគឺខ្យងឆ្ងាញ់មែនទែនដោយគ្រឿងកែរបស់វាគឺខ្ញុំធ្វើការមកបេះគេហៅថាមកកាត់ស្លឹកម្រះព្រៅភ្នំនៅក្នុងប្រទេសអូស្ត្រាលីហើយនឹងស្លឹកក្រូចសើចផងដែរហើយបងប្អូនមើលតើចំការហើយនឹងក្រោយផ្ទះដំណាំក្រោយផ្ទះហ្នឹងតើវាបែបណាហើយនេះគឺជាខ្យងសមុទ្របងប្អូនខ្យងនេះគេហៅថាខ្យងបឺហើយរសជាតិរបស់វាគឺឆ្ងាញ់មែនទែនហើយបន្តមកយើងធ្វើការហាន់វាជាដុំតូចៗមកបងប្អូនដោយខ្យងនេះគឺគេបានចម្អិនរួចរាល់ហើយខ្ញុំទិញនៅគេហៅថាផ្សារ Costco នៅក្នុងប្រទេសអូស្ត្រាលីផងដែរខ្យងនេះគឺឆ្ងាញ់ណាស់បើសិនជាបងប្អូនចង់ទិញឲ្យយកមកកម្ដៅញ៉ាំជ្រលក់មួយទឹកត្រីឬក៏ទឹកប្រហុកអីក៏វាឆ្ងាញ់ដែរហើយបន្តមកទៀតខ្ញុំមានរំដេងគឺយើងហាន់វាជាដុំមកដើម្បីយើងធ្វើការឆាវាទៅវារៀងឈ្ងុយតែរំដេងនេះគឺរំដេងកកអីបងប្អូនឃើញខ្ញុំរៀងពិបាកហាន់ទេហើយគឺមានខ្ទឹមសផងដែរគឺយើងដំវាហើយយើងចិញ្ច្រាំវាឲ្យបានម៉ត់ល្អទៅនិយាយរួមទៅបងប្អូនចំពោះរំដេងហើយនឹងខ្ញីអីហ្នឹងគឺគេហៅថាមានអាគ្រឿងកំប៉ុងគ្រឿងអីហ្នឹងគេហៅថាមានស្រស់ក៏មានដែរបងប្អូនអូស្ត្រាលីក៏មានស្រស់ដែរដោយសារអូស្ត្រាលីគឺប្រភេទស្រស់អញ្ចឹងគឺវារៀងថ្លៃបងប្អូនអញ្ចឹងទៅខ្ញុំប្រើរំដេងកកគេហៅថារំដេងហ្នឹងគឺយកគេទៅបង្កកវាហើយចំពោះស្លឹកក្រូចសូមបងប្អូនធ្វើការយកអាកដាលស្នូលវាចេញទៅដើម្បីកុំឲ្យវារឹងពេកពេលដែលយើងឆាព្រោះហើយខ្ញុំប្រាប់បងប្អូនណាស្លឹកក្រូចនេះបើសិនជាយើងឆាឬមួយក៏យើងយកទៅបំពងវាគឺញ៉ាំផ្ទាប់ជាមួយគ្រឿងក្រៅទាំងអស់ហ្នឹងគឺឆ្ងាញ់ចូលជាតិគ្នាមែនទែនតែម្ដងណាហើយនេះគឺជាគេហៅថាគ្រឿងបុករបស់យើងហើយបងប្អូនគ្រឿងបុកនេះខ្ញុំមិនបាច់ចាំរៀបរាប់ថាដាក់ស្អីគេខ្លះបងប្អូនក៏ជិតដឹងដូចមានអីច្រើនទេមានតែល្មៀតរំដេងខ្ទឹមសខ្ទឹមក្រហមបុកចូលគ្នានឹងគល់ស្លឹកគ្រៃអីប៉ុណ្្នឹងឯងបន្ទាប់មកយើងធ្វើការលាងវាឲ្យស្អាតមកធ្វើការលាងគេហៅថាស្លឹកម្រះព្រៅរបស់យើងហើយបងប្អូនឃើញស្លឹកម្រះព្រៅភ្នំនៅក្នុងអូស្ត្រាលីហ្នឹងគឺក្លិនរបស់វាប្រហែលដូចស្លឹកម្រះព្រៅនៅស្រុកយើងដែរតែស្រុកម្រះជាប់មកបន្តិចបងប្អូនតែស្លឹកម្រះព្រៅនេះបងប្អូនយើងយកវាមកហាន់សិនទៅដើម្បីវាចាស់ក្លិនបានល្អហើយបងប្អូនបើសិនជាបងប្អូនដាក់រៀងច្រើនអីក៏រៀងកពល់ដែរវាអត់សូវឈ្ងុយដូចម្រះព្រៅស្រុកយើងទេគឺម្រះព្រៅស្រុកយើងគឺឆ្ងាញ់ឈ្ងុយតែម្ដងហើយបន្តមកធ្វើការយកអាគ្រឿងទាំងអស់ហ្នឹងដូចជាមានលឹកក្រូចគេហៅថាគល់រំដេងខ្ទឹមសអីនេះយកមករំលឹងវាបានឈ្ងុយហើយនៅម្ទេសអីហ្នឹងយករំដេងវាឲ្យឈ្ងុយហ្មងណាចាំសឹមនឹងយើងដាក់គេហៅថាគ្រឿងបុករបស់យើងចូលហើយរំលឹងវាបានឈ្ងុយថែមទៀតផងដែរដល់ពេលដែលវាឈ្ងុយមកគឺវាចាស់ក្លិនពេញនឹងតែម្ដងធ្វើឲ្យស្រក់ទឹកមាត់ជេបហ្មងណាហើយបងប្អូនហើយបន្ទាប់ពីវាឈ្ងុយយើងដាក់ខ្យងយើងចូលមកពេលដែលយើងខ្យងនេះបងប្អូនយើងមិនបាច់ចាំឆាវារៀងនេះទេព្រោះវាឆ្អិនស្រាប់ហើយយើងឆាវាមកល្មមតែខ្ញុំចង់ឆារបៀបស្ងួតតែឆាទៅវាចេញទឹកមកបងប្អូនបើសិនជាបងប្អូនបានឆាស្ងួតទៀតណាអូយខ្លែមួយប៊ីយ៉ាអីនោះត្រូវមែនទែនហើយចំពោះគ្រឿងក្រើស្អីនេះវាមានអីច្រើនទេបងប្អូនដាក់ស្ករអំបិលប៊ីចេងទឹកត្រីអីហ្នឹងអីភ្លក់តាមខ្សំសួនទៅឲ្យរសជាតិដែលយើងល្មមដែលយើងចង់ញ៉ាំអញ្ចឹងណាហើយកុំភ្លេចដាក់ទឹកប្រេងខ្យងផងបងប្អូននិយាយរួមមកខ្ញុំដឹងឲ្យបងប្អូនគ្រប់គ្នាគាត់ចេះឆាគ្រឿងទាំងអស់ហ្នឹងឯងមានអ្វីដែលអត់ចេះអត់ងាយស្រួលបំផុតគឺឆាគ្រឿងហ្នឹងឯងដោយសារម្ហូបខ្លែមអញ្ចឹងណាអញ្ចឹងទៅគឺអាចុងបញ្ចប់របស់យើងគឺយើងបន្ថែមស្លឹកម្រះព្រៅមួយទៀតមកឆ្ងាញ់តែម្ដងអញ្ចឹងយើងឆាខ្យងរបស់យើងគឺរួចរាល់ជាការស្រេចតែម្ដងបងប្អូនដួសដាក់ចានមកជាមួយនឹងទឹកត្រជាក់មកចាំកាលគ្នាយើងដាក់បាយក្តៅទៀតគឺរួចរាល់តែម្ដងនេះឃើញទេឆាខ្យងរបស់ខ្ញុំណាគឺរួចជាការស្រេចហ្មងសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយ like and share ស្រាប់ឲ្យបងប្អូនដែលចូលចិត្តធ្វើម្ហូបទាំងអស់គ្នាបាននៅពីមុខម្ហូបមួយនេះអញ្ចឹងជួបគ្នានៅវីដេអូក្រោយៗទៀតហើយខ្ញុំសូមទោសផងចំពោះការអាខាននៃការផុសវីដេអូផ្សេងអញ្ចឹងណាបងប្អូន